ទឹកតែឃើញត្រីអូហ្វីនៅផ្សារក៏រញ្ជួយដីឬរលក់សូលមិចនៅសមុទ្រវិញហើយត្រីអូហ្វីប្រវែង2ម៉ែត្រត្រូវបានទុករលក់បោកបក់មកលើឆ្នេរក្នុងតំបន់អ្នកស្រុកនិងអ្នកទេសចរបានព្យាយាមយកវាត្រឡប់ទៅសមុទ្រវិញតែក្រោយមកត្រីអូហ្វីបានងាប់នៅថ្ងៃទី19ខែឧសភាក្នុងស្រុកនិញហើយខេត្តនិញធួនប្រទេសវៀតណាមអ្នកនេសាទក្នុងស្រុកជាច្រើនជឿថាត្រីអូហ្វីភាគច្រើនរស់នៅក្នុងសមុទ្រជ្រៅហើយកម្រលិចឡើងនៅច្រាំងណាស់ហើយការលិចឡើងនឹងហាយចូលក្នុងសមុទ្រវិញហើយរបស់វៀតណាមគឺជាព្រឹត្តិការណ៍ដ៏កម្រមួយវាក៏ត្រូវបានគេនិយមជឿផងដែរត្រីនេះត្រូវបានផ្សារភ្ជាប់ជាមួយផាត់ពូធម្មជាតិមិនធម្មតាដូចជាការរំជួយដីឬរលកសូណាមិចសត្វទាំងអស់ជាធម្មជាតិត្រូវបានគេរកឃើញនៅជម្រៅប្រវែង 1000 ម៉ែត្រក្រោមផ្ទៃសមុទ្រយោងតាមទេវកថារបស់ជប៉ុនត្រីអូហ្វីឡើងពីបាតសមុទ្រហើយអណ្ដែតមកលើផ្ទៃទឹកមុនពេលមានរំជួយដីចំណងនេះទទួលបានភាពទាក់ទាញបន្ទាប់ពីគ្រោះរំជួយដីនិងរលកសូហាមិនៅក្រុងតូក្យូស៊ីម៉ាប្រទេសជប៉ុនក្នុងឆ្នាំ2011ក្នុងរយៈពេល2ឆ្នាំដែលឈានទៅដល់គ្រោះមហន្តរាយត្រីអូហ្វីជាច្រើនបានបោកបក់មកលើច្រាំងដែលបង្កមានការរំពឹងទុកជាសាធារណៈអំពីការរំជួយដី